1. ការមកដល់នឹងស្រមោលដំបូងបារមីជាស្ថាបត្យករវ័យក្មេងម្នាក់ដែលស្រឡាញ់ភាពស្ងប់ស្ងាត់និងការច្នៃប្រឌិតបានសម្រេចចិត្តចាកចេញពីទីក្រុងដ៏អ៊ូអរដើម្បីស្វែងរកកន្លែងថ្មីមួយសម្រាប់សាងសង់ក្តីស្រមៃរបស់នាងបានឮដំណឹងថាមានផ្ទះឈើចាស់បុរាណមួយកន្លែងលក់ស្ថិតនៅដាច់ស្រយាលពីគេឯងក្នុងភូមិមួយនៅជាយខេត្តដែលមានទេសភាពស្រស់ស្រកាលអំដោយវាលស្រែបៃតងខ្ចីនិងព្រៃឈើដ៏ស្រមោលរំពេចនោះចិត្តនាងក៏ចង់បានផ្ទះនោះផ្ទះឈើនោះមានអាយុកាលរាប់សិបឆ្នាំទៅហើយមើលទៅមានភាពទាក់ទាញមួយយ៉ាងជាមួយនឹងក្បាច់រចនាខ្មែរបុរាណប៉ុន្តែសម្បូរទៅដោយគុម្ពោតព្រៃដកអាំជុំវិញរីឯស្លឹកឈើជ្រុះក៏ហៀរពេញទីធ្លាពេលបារមីឈានជើងចូលដល់ចំហាយត្រជាក់ក៏បក់ផាត់បាក់ផ្ទៃមុខនាងបង្កើតជាអារម្មណ៍រន្ធត់តិចៗប៉ុន្តែនាងគិតថាប្រហែលមកពីផ្ទះនោះបិទជិតយូរពេកហើយមើលទៅនាងស្រមៃឃើញថាផ្ទះនេះអាចក្លាយជាស្ទូឌីយោគំនូរដ៏អស្ចារ្យសម្រាប់នាងនៅក្នុងបរិវេណផ្ទះក្បែរបន្ទប់បាយនាងក៏ប្រទះឃើញអណ្ដោងទឹកមួយដែលមានគម្របឈើចាស់ៗគ្របពីលើនៅថ្ងៃដំបូងពេលនាងកំពុងរៀបចំអីវ៉ាន់ក៏មានតាភើចាស់ៗម្នាក់ដើរកាត់មុខផ្ទះគាត់ជាអ្នកភូមិជិតខាងគាត់បានឈប់សម្លឹងលើបារមីហើយនិយាយដោយសំឡេងតិចៗថាក្មួយស្រីផ្ទះនេះមានម្ចាស់ហើយណាប្រយ័ត្នប្រយែងផងបារមីញញឹមដល់គាត់ហើយឆ្លើយតបវិញថាអត់អីទេពូខ្ញុំទិញហើយឥឡូវខ្ញុំជាម្ចាស់វាហើយតាភើគ្រវីក្បាលតិចៗមុននឹងបន្តដំណើរទៅមុខដោយមិននិយាយអ្វីទៀតបារមីគិតថាវាគ្រាន់តែជាជំនឿចាស់ៗរបស់គាត់តែប៉ុណ្ណោះហើយក៏មិនបានចាប់អារម្មណ៍អ្វីច្រើននាងបន្តរៀបចំផ្ទះដោយរីករាយយប់នោះបន្ទាប់ពីនឿយហត់ពេញមួយថ្ងៃបារមីក៏បានចូលសម្រាកភាពស្ងប់ស្ងាត់ក្នុងភូមិបានធ្វើឲ្យនាងគេងលក់យ៉ាងលក់ស្រួលប៉ុន្តែនៅពាក់កណ្ដាលអាធ្រាត្រសំឡេងកេកកក់ដូចជាមានអ្វីកំពុងរំកិលនៅក្តារផ្ទះក៏បានធ្វើឲ្យនាងភ្ញាក់ខ្លួននាងស្ទុះក្រោកបើកភ្លើងពិនិត្យមើលតែមិនឃើញមានអ្វីសោះប្រហែលជាសត្វកណ្ដុរឬឆ្មាទេដឹងនាងលងលោមខ្លួនឯងហើយក៏សម្រេចចិត្តគេងបន្ត2សញ្ញាដំបូងនៃភាពភ័យខ្លាចប៉ុន្មានថ្ងៃក្រោយមកបារមីចាប់ផ្ដើមសម្គាល់ឃើញនៅរឿងចម្លែកជាច្រើនទៀតក្លិនផ្កាម្លិះដ៏ឈ្ងុយឈ្ងប់បានអណ្ដែតចូលមកក្នុងបន្ទប់នាងជារឿយៗទាំងដែលនៅជុំវិញផ្ទះគ្មានដើមម្លិះសូម្បីតែមួយដើមពេលខ្លះពេលនាងកំពុងគូសផ្លាំងឆ្មៅដៃដែលនាងដាក់នៅលើតុក៏រំកិលធ្លាក់មកក្រោមដោយខ្លួនឯងនាងរើវាមកវិញតែប៉ុន្មាននាទីក្រោយមកវាក៏ធ្លាក់ទៀតបារមីចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងលេងសើចជាមួយនាងនៅយប់មួយខណៈដែលបារមីកំពុងអានសៀវភៅនាងក៏ឮសំឡេងមនុស្សស្រីថ្ងោតិចៗចេញពីបន្ទប់ក្រោមផ្ទះនាងស្ទុះចុះទៅក្រោមដោយកាន់ពិលតែមិនឃើញមានអ្វីឡើយមានតែភាពងងឹតសូន្យឈឹងនិងភាពត្រជាក់ស្រែបពេលខ្លះនាងក៏ឮសំឡេងទឹកដូចជាមានគេកំពុងដងចេញពីអណ្ដូងទឹកចាស់ក្បែរបន្ទប់បាយតែដែលនាងដឹងថាអណ្ដូងនោះមានគម្របគ្របជិតហើយគ្មានអ្នកណាមកដងទឹកនៅពេលយប់នោះទេភាពចម្លែកទាំងនេះបានធ្វើឲ្យបារមីពិបាកក្នុងការគៀងលក់នាងតែងតែយល់សប្តិឃើញស្ត្រីម្នាក់ក្នុងសម្លៀកបំពាក់ខ្មែរបុរាណពណ៌សកំពុងឈរយំនៅក្បែរអណ្ដូងទឹកភ្នែករបស់នាងហូរស្រក់ស្រេកតែមុខនាងបែរជាស្លេកស្លាំងគូអត់ខ្លាចពេលខ្លះនាងក៏យល់សប្តិឃើញក្មេងប្រុសម្នាក់កំពុងរត់លេងនៅក្នុងផ្ទះរួចក៏បាត់ខ្លួនបាត់ទៅរាល់ពេលភ្ញាក់ពីគេងនាងតែងតែមានអារម្មណ៍នឿយហត់ដូចជាមិនបានគេងសោះនាងក៏បានហៅមិត្តភក្តិម្នាក់មកលេងដើម្បីកុំឲ្យនៅម្នាក់ឯងមិត្តភក្តិនាងបានជួយសម្អាតផ្ទះនិងរៀបចំសួនច្បារឲ្យមានរបៀបរៀបរយពេលមិត្តភក្តិនាងនិយាយលេងសើចហើយធូរត្រាប់តាមសំឡេងដែលនាងឮនោះបារមីក៏មានអារម្មណ៍ធូរស្រាលមួយរយៈនាងក៏ព្យាយាមគិតថារឿងទាំងហកនេះប្រហែលជាកើតឡើងដោយសារតែនាងនៅម្នាក់ឯងយូរពេកទើបចេះតែស្រមៃប៉ុន្តែអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមកើនឡើងនៅពេលដែលរូបថតនាងដែលដាក់នៅលើតុបានបែរមុខជត់ក្រោមដោយខ្លួនឯងហើយពេលខ្លះក៏មានស្នាមម្រាមដៃត្រជាក់ល្ហឹមផាត់ប៉ះស្បែកនាងរួចក៏បាត់ទៅវិញភ្លាមពេលដែលនាងកំពុងងូតទឹកនាងចាប់ផ្ដើមរង្គៀសចិត្តតើផ្ទះនេះពិតជាមានអ្វីផ្សេងក្រៅពីនាងមែនទេ3ការលាតត្រដាងអាចកំបាំងនាងផាន់នៅទីបំផុតបារមីក៏សម្រេចចិត្តទៅសួរតាភើ
แต่ทลบบ้านประเมียนเนียงกาลปีมุนกอดอังกุยในกรอมดามสวายทอมมุยในมุกเตะกอดโดยโฮบสลึกมาลูตุมเปียติกไปละบารมัยเรียบรอปีเอาไว้แต่เนียงบานจูประเตะแต่เพิร์สก็ดอหนึ่งเฮิมทอมรุยก็จับดามเรียบรอบปีเรื่องราวดออาบกำบังระเบิดเตะนูขมุยสไรแต่นูเกทาจิบเตะเนียงพันตาเพิร์นี่ยดอยตึกหมกสระปับสระโปนเนียงพันจีในนาปูบารมัยสัวโดยจองดังเนียงพันจีสรีสอาดบังพดขนงภูมิเยือนสมัยมนเนียงเมียนรูปชมลอมปัวละอประซาเตียงกายวิกาก็ตนพลุนกู้อ้อยสระลันเนียงมันลวยสระลันบองโปรระบปูชมัวบองซึดเจนแนกจำนวนมันแนกใดแต้งแต่เจนแต่รกซีเนอไอเนสมุดบองซึดก็สระลันเนียงพันคลังนะได้กอดบานซอนิยานทาหนึ่งเลียบกายจมวยเนียงไปก็ตรลบหมกวิ่งปีดำนารกซีเลือกจงกรอยตาเพิร์เนียบรอบดอยรำลึกอตัยตะกาลปันแต่บงเสตเตอร์หายมันเคยตรลบหมกวิ่งสอเนียงพันรงจำปีมวยทั้งไงเตอมวยทั้งไงปีมวยคายเตอมวยคายระโหดดอนมวยชน้ำปีชน้ำก่อนเนยแต่บัดดำเนิงโซนมันอยู่บนมานเนียงพันก็จับดาวเมียนเตยปัวดอยสาขมิ้นประเดยหายเมียนเตยปัวเนียงก็เตยเกยเมืองเงยเมืองเท้าปีเนภูมิเจ็ดคางเอาปุกมาได้เนียงก็ตุทุรงกะอามาสอย่างคลังเนียงพันเตรเนอมันเนี่ยไอขนมแต่นูโดยขมีเนนาเฮียนโจกบายโปรคลายฉลองเรื่องอาสโรเนียงรูปเนยจมุยก็ได้สังคมดบพอยสรวยเตียงตึกพเนกนึ่งเพียบอามาสตาพักก็ชบมวยสันตุหากโดยเจียกำปุ้งตบอารมณ์ไปโกนระบอนเนียงกาดมกเนียงก็เน่าตายบันตอรงจำบ่งสดโกนปลอกระบอนเนียงทมทวัดล้างขมีนอปุกเหนือกบายหาวเนียงพันก็กันแต่ชื่อจับเรื่องราวบานบันตอตมกรโคดดะโกนเนียงอายุบานประมวยชน้ำทั้งไงมวยเนียงพันบานลือดำเนิงท้าบองเสดบานเรียบกาจิมวยสรีบเซงหนึ่งแอนในสมุดหอยมันตลบหมกเวงเตียเต้ดำเนิงนี้บานบำบักแบะดวงเนียงพันแต่งสรงเนียงบานยมสาวสังเรงออกไม่ยุบหอยเนื้อปรึกบรรทบเนียกภูมิกับบานประเทศเคยเนียงพันหนึ่งโกงพร้อมหรือบานเนียงบานโหลดโจอันดวงตึกงงประเทศโนดับใบบรรจับชีวิตดอสอกซอยระบาโปเกแต่งปีบารมัยองคุยเงียมสดับเรื่องราวดอแซนซอกเศร้าระบาเนียงพันตึกแผนกระบาเนียงกับบานโฮด้อยมันดึงคลวนบารมัยวิญญาณเนียงพันในแต่ลองบรรลัยแต่นู่เกธาเนียงในแต่รงจำบ่องซัดหายเนียงก็มันจองเอาหนนามันเนี่ยโจเตร่วมในขนมแต่ระบาเนียงได้เนียงเนแต่ชื้อจับเนียงเนาแต่โรโกเนียงมันบางแต่นาแต่ตาเพอประเมียนบ้ารมัยดอยสำเล่งหยัวบุญก้าประโชมุกดักเนียบรรโตปีลือเรื่องราวระบอนิงพันบารมัยมีนารอมไพคลายอย่างคลั่งปนแต่ก็มีนารอมอนัดอโซดอลวิญญินอากุศลนุพองได้นิ่งตระลับองปะแตะเว้งได้อารามเลลอมกิเนียหยบนุเพียบไพคลายระบอนิ่งบ้านคลายใจกาปึดเปลนิงกำปุงเด็กสำเร็งทงโง่ก่อลือกันแต่จะบ้าชิงมุนเวียมันแม้นชื่อสำเร็งทงโง่ทองบดาตีตายชื่อสำเร็งทงโง่แดบโป๊กเป็นโดยการชี้จับหนึ่งเพียบซอกสังเรียงอย่างคลังเคลื่อนประกามลิโดยชงวยก็บ้านคลายใจเคลื่อนโอยรลุยลี่ลอมหนึ่งเคลื่อนเชียมเพลืองตรองเตะจับดำเพลอแตดเปคละก็ได้เพลืองเตียงซ่องมันตอบมอกก็เมียนเพลืองวิงบารมัยบานเด็กเอาพุยจวบเตียงคลื่นย่อตะเตรกรวมเป็ดนู่เนียงกะลือสำเลงเขมงยมติดเจ้งปีบรรตบบายบ้ารมัยมันอาจตรอมบานก็บ้านสตุกกรอกโดยมือไปเนียงตะดอบรรตบบายสำเลงยมก็บัดเตเว่นปันแต่เนียงก็บ้านประแทกเคลื่อนสระเมาสไรมันเนี่ยกำปงโชนึกก็ใบอันดงตึกสระเมานูเสลียกสำเลียกมันเปียปัวซอให้กับบ้านระบอนเนียงบ้าตึกเกล้าหากโดยเจกำปงสำลังมือตึกขนงอันดงบารมัยสเตอร์แต่ดัดชอสลับเนียงบ้านไซค์ลางหายรถตระลับหมอกบรรทุกวิ่งอย่างเลื่อนเนียงบ้านบัดเฟียบรรทุกอย่างแน่นหายกตูดะเขาเอาหมอกต้นปีกรอยเฟียเนียงบ้านเตียงตูรศัพท์ระบอนเนียงหมอกเตะตองหมดแพกตายขเงียนเสวาตูรศัพท์หนูเทสำแรงกะกะกกหนึ่งสำแรงดองตึกก็จับดามกันแต่ลือรมคาเนียง
នាងមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងដើរជុំវិញបន្ទប់នាងហើយកំពុងព្យាយាមបើកទ្វារបន្ទប់នាងទ្វារចាប់ផ្ដើមរង្គើតិចៗនាងបានយកព្រះពុទ្ធរូបតូចមួយដែលនាងដាក់នៅលើតុក្បែរដំណេកមកក្តោបជាប់រំពេចនោះសំឡេងថ្ងោររន្ធត់ក៏បានឮចេញពីជញ្ជាំងក្បែរដំណេករបស់នាងជញ្ជាំងចាប់ផ្ដើមមានស្នាមប្រឡាក់ឈាមក្រហមច្រាលហាក់ដូចជាមាននរណាម្នាក់កំពុងព្យាយាមវាចេញពីជញ្ជាំងក្លិនឈាមក៏កាន់តាសាយភាយពេញបន្ទប់បារមីភ័យស្លន់ស្លោយ៉ាងខ្លាំងនាងបានអានធัวដែលនាងធ្លាប់បានឮពីតាចាចាស់ដោយសំឡេងញ័រញ័រ 5. រាត្រីដ៏រន្ធត់នៅពាក់កណ្ដាលយប់ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងភ្លៀងក៏ចាប់ផ្ដើមធ្លាក់យ៉ាងជោគចាំគ្រប់បង្អួតទ្វារក្នុងផ្ទះចាប់ផ្ដើមរង្គើនិងបោកបិទដោយខ្លួនឯងផ្លែកបន្ទោបានបាញ់ចុះមកជិតគ្នាធ្វើឲ្យផ្ទះភ្លឺផ្លាតមុននឹងងងឹតសោនវិញបារមីញ័រដោយកូនសត្វនាងគិតថានាងនឹងស្លាប់នៅទីនេះហើយរំពេចនោះសំឡេងទ្វារបន្ទប់របស់នាងក៏ត្រូវបានបាក់ធ្លាក់ចុះមកបារមីភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងភាពងងឹតនាងបានឃើញស្រមោលស្ត្រីម្នាក់កំពុងដើរយឺតចូលមកក្នុងបន្ទប់នាងស្រមោលនោះកាន់តែច្បាស់ឡើងនៅពេលផ្លែកបន្ទោបាញ់ផ្លាត់ម្ដងវាគឺជានាងផាន់មុខរបស់នាងស្លេកស្លាំងភ្នែកទាំងគូធ្លាក់ចូលក្នុងថ្ពាល់ស្វិតរីងស្ងួតតែទឹកមុខរបស់នាងពោពេញទៅដោយភាពឈឺចាប់និងកំហឹងសម្លៀកបំពាក់ពណ៌សរបស់នាងរហែកដក់ទៅដោយស្នាមប្រឡាក់ឈាមនិងភក់ច្រាំសក់របស់នាងក៏រញ៉េរញ៉ៃរុញរំដោយសម្បុកឃ្មុំនាងផាន់បានលូកដៃមកកាន់បារមីដៃរបស់នាងត្រជាក់លហឹមដូចទឹកកកហើយមានក្លិនស្អុយរលួយបារមីបានរើបំរាស់យ៉ាងខ្លាំងតែនាងផាន់កាន់នាងជាប់នាងផាន់បាននិយាយដោយសំឡេងស្អកតិចថាកូនខ្ញុំនៅឯណាកូនខៀងត្រឡប់មកវិញសំឡេងរបស់នាងពោពេញដោយភាពឈឺចាប់នាងផាន់បានទាញបារមីឲ្យដើរទៅក្បែរអណ្ដូងទឹកបារមីដឹងថានាងចង់ធ្វើអ្វីនាងផាន់ចង់ឲ្យបារមីស្លាប់ដូចនាងបារមីបានព្យាយាមរើបំរាស់អស់ទីកម្លាំងកាយនាងបានតតដៃនាងផាន់រួចក៏ដួលផ្កាប់មុខនាងផាន់បានស្រែកឡើងយ៉ាងខ្លាំងសំឡេងនោះបានរំលំគ្រប់យ៉ាងនៅក្នុងផ្ទះទាំងគ្រឿងតុបតែងទាំងចានឆ្នាំងភាពភ័យខ្លាចបានរត់ពឹងស្រសៃឈាមរបស់បារមីរំពេចនោះពេលបារមីងើបមុខឡើងនាងក៏ប្រទះឃើញវត្ថុមួយធ្លាក់ចេញពីអាវនាងផាន់វាគឺជារូបថតចាស់មួយសន្លឹកបារមីក៏បានរឹករូបថតនោះមកមើលនៅក្នុងរូបថតនោះគឺជារូបនាងផាន់កំពុងញញឹមជាមួយបុរសម្នាក់ដែលមើលទៅពិតជាបងសឹកដួលតាភឺបានរៀបរាប់មែននាងក៏បានឃើញរូបក្មេងប្រុសម្នាក់កំពុងឈរក្បែរជើងរបស់នាងផាន់នៅខាងក្រោយរូបថតនាងក៏បានឃើញសរសេរដោយដៃញ័រថាបងសិតកូនយឺនរងចាំបងបារមីក៏យល់ពីអារម្មណ៍របស់នាងផាន់មិនមែនចង់សម្លាប់នរណាម្នាក់ទេនាងគ្រាន់តែចង់បានកូនប្រុសរបស់នាងត្រឡប់មកវិញនាងចង់ជួបបងសិតនាងគ្រាន់តែឈឺចាប់នឹងឯកការខ្លាំងពេកបារមីបានអោបរូបថតនោះជាប់នាងផាន់ខ្ញុំយល់ពីអារម្មណ៍អ្នកកូនរបស់អ្នកគាត់បានទៅហើយគាត់នឹងមានជីវិតថ្មីល្អប្រសើរបងសិតគាត់ក៏បានទៅហើយដែរអ្នកមិនបាច់រងចាំទៀតទេអ្នកសម្រាកទៅទុកឲ្យខ្ញុំនៅទីនេះខ្ញុំនឹងរស់នៅទីនេះហើយរឿងរបស់អ្នកខ្ញុំនឹងមិនឲ្យអ្នកណាម្នាក់បំភ្លេចបានឡើយបារមីនិយាយដោយទឹកភ្នែកហូរស្រក់ស្រេកនាងបានដាក់រូបថតនោះទៅលើគម្របអណ្ដូងទឹករំពេកនោះសំឡេងយំសោករបស់នាងផាន់ក៏បានបាត់ទៅវិញក្លិនស្អុយក៏រលាយបាត់ផ្ទះក៏ត្រឡប់មកភាពស្ងប់ស្ងាត់វិញបារមីក៏បានឃើញស្រមោលនាងផាន់កំពុងឈរមើលនាងស្រមោលនោះបានញញឹមបន្តិចរួចក៏បាត់ខ្លួនបាត់ទៅក្នុងភាពងងឹតខ្យល់ព្យុះក៏បានបក់ផាត់ទៅឆ្ងាយ6អណ្ដូងទឹកនៃមរណៈនិងការបញ្ចប់ព្រឹកឡើងបារមីភ្ញាក់ពីទំនេកដោយមានអារម្មណ៍អស់កម្លាំងយ៉ាងខ្លាំងនាងមើលទៅអណ្ដូងទឹកក៏ប្រទះឃើញរូបថតរបស់នាងផាន់នៅតែនៅទីនោះនាងបានដើរទៅជិតអណ្ដូងទឹក
ហើយយកផ្កាម្លិដែលនាងរកឃើញពីក្នុងព្រៃក្បែរផ្ទះមកដាក់នៅលើគម្របអណ្ដូងនោះបារមីសម្រេចចិត្តមិនរើចេញពីផ្ទះនោះទេនាងបានរៀបចំជួសជុលផ្ទះឡើងវិញធ្វើឲ្យវាមានសភាពល្អប្រសើរជាងមុននាងបានទុកបន្ទប់មួយដែលជាបន្ទប់របស់នាងផាន់និងកូនរបស់នាងឲ្យនៅដដែលមិនបានរើបំមាស់ឡើយនាងថែមទាំងបានសាងសង់ចេតិយតូចមួយនៅក្បែរអណ្ដូងទឹកដើម្បីឧទ្ទិសដល់នាងផាន់និងកូនប្រុសរបស់នាង ចាប់តាំងពីថ្ងៃនោះមកបារមីលែងបានជួបប្រទះនៅរឿងចម្លែកក្នុងផ្ទះទៀតហើយផ្ទះនោះក៏លែងត្រជាក់ល្ហឹមលែងមានសំឡេងធ្ងរឬសំឡេងដងទឹកមានតែភាពស្ងប់ស្ងាត់និងក្លិនផ្កាម្លិះឈ្ងុយដែលតែងតែអណ្ដែតមកម្ដុំម្កាលពេលមានខ្យល់បក់ផាត់បារមីដឹងថានាងផានមិនបានចាក់ចេញពីផ្ទះនេះទាំងស្រុងនោះទេតែនាងបានសម្រាកដោយសុខសាន្តហើយបារមីបានរស់នៅក្នុងផ្ទះនោះរហូតដល់ចាស់ជរានាងបានបន្តគូរគំនូរនិងរចនាស្ថាបត្យកម្មដ៏ស្រស់ស្អាតជាច្រើនរាល់ពេលមានអ្នកភូមិមកលេងឬសួរពីរឿងផ្ទះចាស់នោះនាងតែងតែរៀបរាប់ពីរឿងរ៉ាវដ៏សោកសៅរបស់នាងផាន់ដោយទឹកមុខស្រប៉ាប់ស្រពោនតែពោពេញដោយក្តីមេត្តាផ្ទះនាងផាន់ឡើងជាផ្ទះដែលគេភ័យខ្លាចទៀតហើយតែវាបានក្លាយជាកន្លែងដែលរំលឹកពីក្តីស្នេហាដ៏បរិសុទ្ធការឈឺចាប់និងសេចក្តីអភ័យទោសហើយអណ្ដូងទឹកចាក់នោះក៏លែងជាអណ្ដូងទឹកនៃមរណៈទៀតហើយតែវាបានក្លាយជាទីកន្លែងដែលវិញ្ញាណនាងផាន់បានរកឃើញសេចក្តីសុខហើយបានសម្រាកដោយភាពស្ងប់សុខជារៀងរហូត